កំពុងតកោនេះមិនមែនពងទាជាតិទេណាបងប្អូនចាត់ច្រឡំខ្លាញ់ក្តាមស្រែយើងហ្នឹងនេះក៏ចាប់ផ្ដើមសម្បូរខ្លាញ់ក្តាមហើយឃើញខួរក្តាមអាំងអញ្ចឹងហើយក៏ទៅទិញក្តាមយកមកអាំងអញ្ចឹងទៅឃ្លានអីហូបហ្នឹងយកខួរយកមកអាំងអញ្ចឹងក៏នៅសល់សាច់ខ្ញុំក៏យកមកធ្វើឲ្យឆាម្រះព្រៅក្តាមហ្នឹងដែរចេញនៅវីដេអូបន្ទាប់ហើយវីដេអូនេះគឺខ្ញុំធ្វើខួរក្តាមអាំងបងប្អូនតែឃ្លានជាមួយនឹងក្តាមសមុទ្រឃើញគេហូបខួរតំណងឥឡូវយើងមកសាកជាមួយនឹងខួរក្តាមស្រែយើងវិញមើលតែវាឆ្ងាញ់កម្រិតណាបងប្អូនសម្រាប់ខ្ញុំខួរខ្លាញ់ក្តាមនេះគឺឆ្ងាញ់ណាស់ដោយសារខ្ញុំចូលចិត្តតាំងពីនៅក្មេងឲ្យតែខែជ្រូថើចេះបងប្អូនដើររកក្តាមមកតាមអីគេសង្ហាអីគេគុំស្រូវហ្នឹងហើយដើរចាប់ក្តាមបានក្តាមញញីសបោខ្លាញ់ខ្វេះដាក់ស្នូកយកមកអាំងដាក់អំបិលទីចេងទីជាពីថាឆ្ងាញ់លោកឲ្យបាយអស់ពីបិចាណាបងប្អូនអើយខ្ញុំវាយរកបងប្អូនមកមើលការដែលខ្ញុំខ្វេះខួរក្តាមចេញពីស្នូកទាំងអស់គ្នាអញ្ចឹងក្តាមបើបងប្អូនចង់សម្លាប់ដោយអត់ចាំបាច់អញ៉ៃចាប់គៀបចោះឡើងអីបងប្អូនធ្វើតាមវិធីខ្ញុំហ្នឹងទៅយើងដាក់ទឹកកកជាមួយនឹងក្តាមទៅវារៀងសង្អល់យើងបកមកងាយស្រួលមែនតើសម្រាប់ខួរក្តាមគឺយើងខ្វេះពីស្នូកយកមកដាក់ចានអញ្ចឹងមកទុកសម្រាប់លាយគ្រឿងណាបងប្អូនយើងខ្វេះខួរចេញពីស្នូកអស់បងប្អូនកុំចោលស្នូកបើសម្រាប់ខ្ញុំគឺខ្ញុំលាងស្នូកឲ្យស្អាតខ្ញុំសណ្ដិលឲ្យស្ងួតបន្ទាប់មកខ្ញុំយកមកដាក់ខួរហ្នឹងទុកអាំងវិញសម្រាប់បងប្អូនអត់ចង់អាំងជាមួយនឹងស្នូកខ្លាចកពុបប្លែកៗបងប្អូនអាចអាំងជាមួយនឹងចានបើមានចានអាំងពងមាន់អាំងយកមកអាំងក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំអាំងជាមួយនឹងស្នូកក្តាមហ្នឹងតែម្ដងយើងក៏ចាប់ផ្ដើមលាយគ្រឿងបងប្អូនចេញបន្តិចជាមួយនឹងម្សៅស៊ុបបន្តិចបងប្អូនអត់ញ៉ាំប៊ីចេងដាក់តាមម្សៅស៊ុបក៏បានដែរសម័យមុនគឺខ្ញុំដាក់តែជាមួយនឹងអំបិលហើយប៊ីចេងបងប្អូនជាពីថាឆ្ងាញ់មកសម្រាប់គ្រឿងគឺខ្ញុំមានតែប៉ុណ្្នឹងគឺខ្ញុំកូរគ្រឿងឲ្យចូលជាតិគ្នាទៅខ្ញុំដាក់អាំងតែម្ដងបើសម្រាប់បងប្អូនដែលគាត់ចូលចិត្តដាក់ពងលាយពងទាពងមាន់អីបងប្អូនក៏ដាក់ទៅបើសម្រាប់ខ្ញុំគឺខ្ញុំធ្វើបែបហ្នឹងគឺមានរសជាតិឆ្ងាញ់ជាងអាំងវិញយើងអាំងត្រឹមតែមកពុះមួយមុំហ្នឹងគឺឆ្អិនហើយខួរក្តាមបាច់ទុកយូរខ្លោចជឿថាបើបងប្អូនដែលចូលចិត្តខួរក្តាមដែលធ្លាប់ហូបដូចខ្ញុំអញ្ចឹងឃើញតែវីដេអូនេះគឺស្រក់ទឹកមាត់ហ្មងជាពិសេសពេលដែលយើងឃើញខ្លាញ់ក្តាមចេះសម្រាប់អ្នកដែលចូលចិត្តដូចខ្ញុំមិននិយាយពីថាឆ្ងាញ់ណាបងប្អូនហើយបងប្អូនដែលអត់ដែលធ្វើបងប្អូនសាកធ្វើតាមខ្ញុំមិននិយាយពីថារសជាតិខ្លាញ់ក្តាមនឹងបងប្អូនហើយឆ្ងាញ់ណាស់បើសម្រាប់អ្នកចូលចិត្តវិញណានិយាយរួមទៅកាន់នៅក្មេងៗនិយាយទៅមួយស្នូកក្តាមហ្នឹងគឺហូបបាយអស់ពីចានអីបងប្អូននិយាយរួមខួរក្តាមដែលយើងយកមកអាំងចេះបើនិយាយពីសម្រាប់រសជាតិគឺយើងឈ្ងុយជាងហើយដិតឆ្ងាញ់ជាងតែក្តាមដែលយើងរបៀបហូបជាជ្រក់ឬក៏ជាភ្លាអីចឹងបងប្អូនដែលចូលចិត្តឲ្យធ្លាប់ហូបនិយាយទៅឃើញវីដេអូខ្ញុំគឺយល់អារម្មណ៍ហើយនិយាយពីថាលិតដៃលិតជើងបងប្អូន